រឿងពីរាណាស៊ីសិទ្ធិបុត្រអានិសង្ឃទានរបស់បុគ្គលមានសទ្ធាមុតមមកាលកន្លងទៅហើយព្រះពោធិសត្វទ្រង់សោយព្រះជាតិជាកូនសិទ្ធីនៅក្នុងនគរពីរាណាស៊ីលុះឥតអំពីបិតាធ្វើមរណកាលទៅព្រះបាទព្រហ្មដុតបានតាំងព្រះពោធិសត្វជាសិទ្ធិក្នុងនគរពីរាណាស៊ីគ្រប់គ្រងសម្បត្តិជំនួសបិតាព្រះពោធិសត្វជាបុគ្គលមានសទ្ធាមុតមមជឿកម្មផលច្បាស់លាស់បានចំណាយទ្រព្យធ្វើសាលាទាន6កន្លែងហើយតែងបរិច្ចាគទានរក្សាឧបោសថសិលជានិច្ចពុំដែលខានវេលាថ្ងៃមួយព្រះពោធិសត្វរៀបបរិភោគអាហារពេលព្រឹកស្រាប់តែមានព្រះបច្ចេកពុទ្ធមួយព្រះអង្គទើបនឹងចិនចាកនិរោធសមាបតីហោះមកឈរទៀបទ្វារផ្ទះព្រះពោធិសត្វក្រឡេកទៅឃើញទើបប្រើបរោះម្នាក់ឲ្យទៅយកបាតពីលោកមកដាក់ចង្ហាន់គ្រានោះមារាធិរាជមកនិមិត្តធ្វើជារណ្ដៅរងើកភ្លើងក្រហមរន្ទាលច្រាយឆ្អៅដូចជាអវ័យជ័យមហានរៈបរោះម្នាក់ទៅយកបាតឃើញភ្លើងនោះហើយភិតភ័យណាស់ត្រឡប់មកជម្រាបព្រះពោធិសត្វវិញព្រះពោធិសត្វបានយល់ច្បាស់ថាមាននៅស្ថានវសវតីមកធ្វើឲ្យអន្តរាយព្រះជន្មព្រះបច្ចេកពុទ្ធផងទើបយកភៀកដាក់ចង្ហាន់ពឹងចេញអំពីផ្ទះទៅឈរក្បែររណ្ដៅភ្លើងហើយទូលព្រះបច្ចេកពុទ្ធថាកាមបតាមនិរាយំឧត្តមបដោអវសេរោមានរាយំករិសាមៈហន្តៈពេណੰបដិកហៃប្រែជាសេចក្តីថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនបើទុកណាជាខ្ញុំធ្លាក់ដាំក្បាលចុកក្នុងរណ្ដៅភ្លើងដូចជានរកនេះក៏ខ្ញុំមិនថយក្រោយវិញដែរសូមព្រះករុណាម្ចាស់ទទួលយកនៅចង្ហាន់នេះចុះព្រះពោធិសត្វនិយាយទូលព្រះបច្ចេកពុទ្ធដូច្នេះហើយក៏លោតចុះទៅក្នុងរណ្ដៅភ្លើងស្រាប់តែមានឈូកចុះទ្រជើងយ៉ាងអស្ចារ្យព្រះពោធិសត្វបានយកចង្ហាន់ទៅដាក់ក្នុងបាតប្រគេនព្រះបច្ចេកពុទ្ធដោយសួស្តីឯមាឃើញប្លែកអស្ចារ្យដូច្នេះហើយភ័យតក់ស្លុតវិនាសបាត់អំពីទីនោះទៅ